ឈុតក្រោយនេះគឺខ្ញុំជ្រើសរើសត្បូងអូលីវីនគ្រាប់ធំៗចំនួន5គ្រាប់យកមកធ្វើការឈូសឆរហើយនឹងត្រៀមដាក់ច្នៃដើម្បីមើលគំរូពោហើយនឹងចលនាផាន់ត្បូងណាបងប្អូនទាំងអស់គ្នាត្បូងអូលីវីនជាទូទៅកម្របានគ្រាប់ធំណាបងភាគច្រើនគឺយើងសម្បូរជាងគេគឺត្រឹមគ្រាប់5លី6លី7លីហ្នឹងគឺសម្បូរច្រើនព្រោះអីត្បូងឆៅផាន់ប្រភេទអូលីវីននេះគឺចេញមកប៉ិនគ្រាប់ម្រេចបងប្អូនទាំងអស់គ្នាហើយការដែលយើងធ្វើការកម្មង់ចង់បានត្បូងគ្រាប់ធំនេះគឺយើងកម្មង់ឲ្យបងនៅខេត្តហ្នឹងគាត់ធ្វើការអន្សំគឺមួយឆ្នាំឬក៏មួយឆ្នាំជាងអីបានគាត់អន្សំបានមួយឡុកធំមកណាបងប្អូនទាំងអស់គ្នាហើយការដែលពួកគាត់អន្សំហ្នឹងមិនមែនសំម្នាក់ឯងទៀតគឺគាត់ត្រូវទៅប្រម៉ែប្រមូលទិញពីបងផ្សេងទៀតដើម្បីយកមកបង្គ្រប់ឲ្យបានឡុកធំណាបងឥឡូវនេះគឺខ្ញុំមានមួយឡុកហើយនៅក្នុងស្តុកដែលយើងអាចធ្វើជាឈុតសេរីក៏បានឬក៏ឈុតខ្សែកធំអីបានណាបងឥឡូវនេះគឺខ្ញុំកំពុងតែធ្វើការឈូសឆរសេរីដាក់ច្នៃអញ្ចឹងបងអ្នកដែលថាស្រឡាញ់អាចធ្វើការកម្មង់បានអរគុណ